ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទគុំមកកាន់កម្មវិធី Rapper Walk Street សប្តាហ៍ទី13ជាប់ជាមួយទូរស័ព្ទបាទទៅមានណាត់អត់សិនណាទូកុំឲ្យបែរអារម្មណ៍ដល់តែញហើយបាត់ក៏កំសត់ទូក៏កំសត់ទូកំសត់ទៀតគឺថតតែយើងមានគូគេដែលមានគូនេះ director អត់ដែរទេមែន មិនចឹង director អត់ទាំងអស់គ្នាទេអ្នកប៉ុបដែរឲ្យស្រង់ប្រូហ្មង ស្រ័យតែឯងតែដេកសែតមើលហេយើងមានតា ឡូយចាចាហើយ មែ មិន ន កល មែនក្រណា មានលុយកាយនេះហើយ ទីស្លាញ់ក៏អ្នកមានដែរ ចាំប្រពន្ធហ្នឹងណា កុំរងចាក់មានអីគ្រប់ខាងនៅក្រៅអត់ សឡឹងមើលទៅលើបន្តិចហើយតម្លាក់ទឹកមុខហើយ ចាំកងហ្នឹង តោះអញ្ចឹងណា នេះណាមាន សុខសប្ខ្លះចេកផ្លែ បាត់ចង់ហូបតោះខាងក្រោយក៏តំណងហ្នឹង ហើយក៏សំណងទៅ នោះតំណងទីនោះ អូគាត់អត់មានដែរ 5ដងទៀតនេះខ្លាចទៅមាត់អីហ្នឹងជី អូបាត់ពីដាក់ខាង ទៅតាមកាន់ទៅនេះចូលមួយពេល អូប៊ូហ្វេ ទៅជេ អរគុណច្រើននេះ គឺអត់ពីង មិនដែលមានចេះហង អ្នកទុបដៃនេះសិនណាអត់ ទុំដៃចឹងហើយអញ្ចឹង rapper សូមស្ទាយដៃទៅ rapper thôi ចេះ សុំ style reaction មើល style reaction មើល សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទគុំមកកាន់កម្មវិធី Rapper Walk Street សប្តាហ៍ទី13អានេះមិន rapper ណា raptor rapper គឺបាប បត់ធ្លាប់តែមនុស្សស្មោះឥឡូវមកក្បត់ជា ថៃបានរៀបការចោលគេ ដោយសារតែ គេអត់យកយើងយើងអត់យកគេ អត់ទេដោយសារតែ50 ស្មូតទេ ដំបូងគេអត់យកយើងដល់ពេលយើងរៀបការទៅគេស្ដាយក្រោយអញ្ចឹងណា អត់បានបងឯងថងបាន ពីរបត់ថ្ងៃនេះមួយទៀតបត់កូនកំព្រាអានេះបត់រៀបការចោលគេចំណងជើងគេមិញ ស្អីរៀបការ ថ្ងៃស្អែកបងរៀបការ តពីបត់ពីលាក់បត់ ពីបត់សិលា បត់គេមានបត់គេ បងរៀបការចោលហើយ ហ្នឹងណា បងរៀបការចោលហើយក្បត់ចិត្តនារីរោងចក្រ បេះដូង
តនេះđấy ស្អាតណាស់នេះបងប្អូនទេសភាពតែគាត់មានចំការនៅក្រៅផ្ទះកន្លែងលំហែឡយណាតែគាត់ ស៊ុយទៅមិនឆ្ងាញ់ relax អូបាយសឡងទៀតញាក់សម្រាប់អានតាមទៅ ញាក់ទេសភាពតែនៅបានយូរទេមែនតើបាយយូរម្ដងចាំយកអានេះប្រដាប់សាច់អាំងសាច់នេះមកមិនរៀបអាំងសាច់ទេណាតើបានលើកអាចជួយលើកចេញអូលយផ្លាំងនេះលយកូនស្វាយផ្កាប់វាមក ដល់គ្នាឥឡូវនេះយើងកំពុងតែថតក្រុមអ្នកកំពុងថតជាមួយបទចម្រៀងថ្មីហើយនេះនៅខាងក្រោយផ្ទះបងមីងម្ចាស់ផ្ទះគាត់មានសត្វចម្ការមានដើមឈើមានចេកមានអីច្រើនណាផ្ទះគាត់នៅក្រោយផ្ទះគាត់គឺធំមែនតើអ្នកនរនេះហើយនេះសិតតែដើមឈើដើមក្រូចដើមចេកទ្រង់មាន់តែក្តីសុខរបស់អ្នកនៅតាមស្រុកស្រែគឺមានប៉ុណ្ណេះគឺល្អអែមែនតើនេះផ្លែដូងទៅមើលទៅមានអារម្មណ៍ថា fresh ដល់ក្រោយទៅគាត់មីងម្ចាស់ផ្ទះក្នុងបោះដីក្រោយផ្ទះផ្លែស្ដាចាត់សាន់ស្អាតលិបស៊ីងខ្ញុំទួលល្បីមិនមែនបានថតខ្ញុំ ថតទៅគេលោល្បី ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារងចាំស្ដាប់បទថ្មីរបស់ខ្ញុំមាន2បទនៅក្នុងផលិតកម្ម Advent Production ចឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចរងចាំតាមដានទាំងអស់គ្នាថានឹងមានអ្វីប្លែកមានអ្វីថ្មីហើយបទនឹងកំសត់យ៉ាងណា Come on 2026មានអីថ្មីសម្រាប់ fan ដែរអ្នកនិពន្ធ មានច្រើនហើយអាចផ្លាស់ប្ដូររសជាតិជាងមុនទីមួយខ្ញុំស្បតែស្អាតចម្រៀងហើយមានMV តែឆ្នាំក្រោយយើងមានលីសំឡេងទៀត វ៉ាវ ចា អញ្ចឹងអាចរងចាំតាមដានទស្សនាដល់អ្នក អូខេ